កន្លងមកនេះក៏យើងបានចូលរួមនៅជាមួយនឹងគណៈកម្មការទី1របស់ព្រឹទ្ធសភាហើយក៏បានរំលេចនៅអ្វីជាការខិតខំរបស់យើងទាំងអស់គ្នាទាំងអស់នេះរបស់ក្រសួងរបស់យើងក្នុងការជំរុញនៅយុទ្ធសាស្ត្របាទព4ចូល4របស់យើងរួមទាំងគំនិតរូបដើមមួយចំនួនទៀតដែលយើងនឹងជំរុញឲ្យមានបាទក្រោយនេះគឺខ្ញុំសូមអរគុណចំពោះអង្គភាពដែលបានសហការកន្លងមកនេះហើយថ្នាក់ដឹកនាំដែលបានយើងបានបូកសរុបនៅរបាយការណ៍មួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយយោងទៅលើយុទ្ធសាស្ត្រព4ចូល4ហើយការងារទាំងអស់នេះខ្ញុំអាចវាចម្លៃបានថាយើងបានទទួលបានជាសមិទ្ធផលមួយសំខាន់ដែរជាលើកទី1ដែលក្រសួងរបស់យើងបានចូលទៅក្នុងព្រឹទ្ធសភាព្រោះគណៈកម្មការទី1ក៏ទៅបូកបញ្ចូលនៅការងារអធិការកិច្ចក្នុងគណៈកម្មការទី1ផងដែរអញ្ចឹងក៏យើងបានទទួលនៅសំណួរមួយចំនួនហើយយើងបានឆ្លើយតបស្របតាមស្ថានភាពជាក់ស្ដែងរបស់ស្ថាប័នរបស់យើងរួមទាំងវិស័យហើយការងារទាំងអស់នេះខ្ញុំក៏ត្រៀមលក្ខណៈផងដែរក្នុងពេលអនាគតជាមួយនឹងស្ថាប័ននីតិបញ្ញត្តិបើមានព្រឹត្តិការណ៍ណាមួយមានសំណួរណាមួយគឺយើងត្រូវត្រៀមទាំងអស់គ្នាក្នុងការឆ្លើយតបលើវឌ្ឍនភាពទាំងអស់នេះ